ម្សិលមិញនេះនាយករដ្ឋមន្ត្រីថៃគេបានចុះមកសួរសុខទុក្ខកងទ័ពគេនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅទិសខាងភូមិភាគ4ខេត្តឧត្តរមានជ័យខេត្តរែងស៊ីសកេតនោះហើយរៀលមកខាងភូមិភាគ5បាទខាងយើងនេះប្រទេសមានជ័យបាទតែគេមកសួរសុខទុក្ខកងទ័ពមកសួរសុខទុក្ខអីទៅនៅក្នុងខាងដីគេទេបាទហើយអ្វីដែលគេសំដីចលើសបើសំដីឆ្លើយស្ដីចលើមគឺគេនៅតែចិញ្ចឹមមហិច្ឆតាឆ្លៀនពៀនឆក់ប្លន់ប្រាសាទយើងទឹកដីយើងបាទគេនិយាយគ្មានសិលធម៌គ្មានស័ក្តិសមជានាយករដ្ឋមន្ត្រីនិយាយភាសាចេញមកចោលតែម្ដងបាទដូចជាអះអាងថាប្រាសាទតមន់តូចតមន់ធំតាកបីអីសិតតែជាបោះដូនតាម៉ែឪវាបាទសុំទោសនិយាយវានាយករដ្ឋមន្ត្រីវាហ្នឹងនិយាយហៅអញ្ចឹងទៅចុះពីព្រោះយើងបានបញ្យលបានប្រាប់អស់ហើយថាដីប្រាសាទទាំងអស់នេះសិតតែប្រាសាទខ្មែរនៅក្នុងដីខ្មែរឥឡូវនេះទាហានខ្មែរកំពុងគ្រប់គ្រងតាំងពីមានសង្គ្រាមមកគ្មាន 50% អីដូចមុនទៀតទេគឺយើងគ្រប់គ្រងទាំងអស់បាទហើយដោយឡែកអាមេតបគេនោះស្អីភូមិភាគ1តម៉ោនេះចេញមកក៏ច្លើយដែរចេញមកច្លើមដែរចេញមកគេបង្ហាញចកុំថាគេជាអ្នកលេងគេជាអ្នកខំតែមុខដូចចិនកាប់ជ្រូកអានោះបាទតែសម្ដីគេចេញមកគេអួតនិយាយចំទាហានថៃបានអួតយងបាទតែបើបាញ់គ្នាមែនតែនអត់ឈ្នះខ្មែរទេណាបាញ់4យប់5ថ្ងៃដឹងហើយអាណាខ្លាំងអាណាខ្សោយយើងដឹងហើយបាទណាយើងមិនបាច់អួតទេព្រោះយើងអត់ចេះអួតទេភ្លើងយើងមិនបាច់បាញ់ទេវាយក៏ងាប់ដែរព្រោះគេថាកំភ្លើងយើងកំភ្លើងអេតចាយកំភ្លើងចាស់អញ្ចឹងវាយទៅក៏ទេតណោះងាប់ដែរមិនបាច់បាញ់ហងបាទអញ្ចឹងរឿងការអួតអាងជាពិសេសគេគម្រាមកំហែងណាមេភូមិភាគទី1ថ្មីរបស់ថៃនេះគេគម្រាមកំហែងដេញប្រជាពលរដ្ឋយើងឲ្យយើងចលះប្រជាជនចេញពីលំនៅឋាននៅភូមិព្រៃច័ន្ទភូមិជោគជ័យណាក្នុងខេត្តអរិញប្រទេសមានជ័យក្នុងស្រុកអរិញឃុំអូបីជាន់ស្រុកអូជ្រៅនេះសិតតែជាការបង្កហេតុហើយសិតតែជាទង្វើដែលកម្ពុជាមិនអាចទទួលយកបានបាទហើយកុំគម្រាមថាមកឈូសមកឆាយមកចាប់ប្រជាជនបាទខ្ញុំធ្លាប់បានបញ្យលប្រាប់ម្ដងហើយថាពលរដ្ឋខ្មែរមិនមែនអត់ដៃអត់ជើងទេយើងមានដៃយើងមានជើងការពារបូរណភាពទឹកដីយើងណាយើងមិនតែឈ្លានពានថៃទេតែយើងក៏មិនឲ្យថៃឈ្លានពានយើងដែរណាយើងនិយាយក្នុងនាមយើងជាពលរដ្ឋម្ចាស់ប្រទេសណាយើងមិនអាចឲ្យថៃយកច្បាប់ប្រទេសថៃមកឈ្លានពានមករលើបូរណភាពលើអធិបតេយ្យភាពជាតិកម្ពុជាទេធ្វើអត់បានទេណាហើយម៉ោងនេះពេលនេះក៏រាជរដ្ឋាភិបាលបានគិតគូររួចហើយត្រៀមកម្លាំងរួចហើយបលិសទាហានបានដាក់នៅជួរមុខអស់ហើយនៅគោលដៅដែលថៃគម្រាមកំហែងទាំងប្រមាណនេះក៏យើងមានទាហានជួរមុខរបស់យើងមានប៉ូលីសជួរមុខរបស់យើងហើយប្រជាជនយើងដែលជាម្ចាស់ទឹកដីម្ចាស់ភូមិណាភូមិនៅព្រៃច័ន្ទនៅជោគជ័យមកជួរខាងទៅអដែងបឹងតកូននេះគឺសិតតែបានត្រៀមលក្ខណៈសម្បត្តិរួចហើយដើម្បីការពារបូរណភាពទឹកដីរបស់យើងគឺមិនអាចឲ្យសៀមមិនអាចឲ្យថៃធ្វើអ្វីតាមអំពើចិត្តទេណាការលះបង់ដ៏ធំធេងរបស់កងទ័ពជួរមុខណាតាមបន្ទាត់ព្រំដែនទាំងអស់ទាំងព្រះវិហារទាំងឧត្តរមានជ័យណារហូតដល់ដល់ឡែកខ្ញុំនិយាយខេត្តប្រទេសមានជ័យគឺយើងប្រឹងណាស់កងទ័ពយើងប៉ូលីសយើងប្រឹងណាស់ការពារប្រជាជនការពារទឹកដីរាល់ថ្ងៃនេះដោយតែការតស៊ូលះបង់យើងមានកងទ័ពនៅជួរមុខយើងមាននគរបាលនៅជួរមុខយើងមានប្រជាជនយើងឈរជាបង្អែកដ៏រឹងមាំនៅទីនោះទើបយើងទប់ស្កាត់ការរាយបលាលុះមិនឲ្យទាហានថៃបន្តរាយបលាលុះទៀតទៅបានតឹងគឺគេនៅត្រឹងប៉ុណ្ណឹងយើងអត់ឲ្យពង្រីកតំណោះយើងអត់ឲ្យពង្រីកការវិទីរំលោភបំពានដីយើងទៀតទេហើយដល់ឡែកអាគេរាយហើយនេះយើងចង់យកចេញមកណាក៏បានដែរប៉ុន្តែយើងទៀមទាខ្ញុំគិតថារដ្ឋាភិបាលឆ្លៀសវៃលោកដាក់ឲ្យមានជាផុសតាងដើម្បីឲ្យសហគមន៍អន្តរជាតិគេមកឃើញអំពីអំពើឈ្លានពានរបស់ថៃមកលើទឹកដីយើងតាំងក៏ពិតដូចខ្ញុំធ្លាប់និយាយចឹងអាកង់ឡានហ្នឹងអាបលាលួសហ្នឹង
វាមាននៅជាមួយយើងណាយើងទាញចោលមកណាក៏បានដែរបាទយើងទាញចោលមកណាក៏បានដែរណាអញ្ចឹងនេះយើងនៅតែបន្តដូរផ្ដាច់ជាមួយប្រជាជនជាមួយកងទ័ពជាមួយនគរបាលជាមួយអាជ្ញាធរណាដើម្បីការពារទឹកដីយើងមិនឲ្យសៀមណាធ្វើភ្ជុះធ្វើភ្លៀងតាមអំពើចិត្តទេបាទហើយយើងស្ដាប់រាជរដ្ឋាភិបាលស្ដាប់ថ្នាក់ដឹកនាំយើងតែងតែបន្តនៅភាពអត់ធ្មត់ទោះបីពេលខ្លះយប់ខ្លះខាងថៃគេបាញ់បោះក្នុងចេតនាញុះញង់ឲ្យយើងបាញ់តក៏ដោយគឺយើងអត់បាញ់ទេយើងនៅតែលេនឋានយើងនៅក្នុងដីយើងទេតែបើជន់ដីយើងជន់លេនឋានយើងអានឹងពួកវាមិនមែនជីវិតអមតៈទេខ្ញុំប្រាប់ឲ្យហើយថាជីវិតថៃមិនមែនអមតៈទេយើងបាញ់ងាប់ដូចតែគ្នាយើងមើលថ្ងៃ5ថ្ងៃ7សង្គ្រាម4យប់5ថ្ងៃទៅដឹងហើយបាញ់ងាប់ដូចតែគ្នាទេបាទមិនមែនថៃនឹងបាញ់ទៅមិនងាប់ឯណាផាន់ងាប់ដូចតែគ្នាទៅអញ្ចឹងវាគ្មានជីវិតអមតៈវាគ្មានអីអស្ចារ្យជាងយើងទេយើងមិនដែលតែខ្លាចថៃវិញកាលថៃគេអួតអាងចេះអួតអាងចុះហើយបង្កើតតែព័ត៌មានคล้ายៗដោយម្សិលមិញអញ្ចឹងអានូទីននោះនាយករដ្ឋមន្ត្រីទៅនោះទៅថតនៅប្រាសាទណានោះវាទៅ edit ធ្វើ AI ដាក់តាជាប្រាសាទតាមន់ធំខណៈដែរប្រាសាទតាមន់ធំនេះឧត្តមសេនីយ៍អ្នកវងកំពុងតែឈរជើងនៅនោះតបយើងកំពុងតែឈរជើងនៅលើនោះណានាយករដ្ឋមន្ត្រីថៃតបថៃមកលើប្រាសាទយើងអត់បានទេនៅជើងប្រាសាទបានកន្លែងខាងគេរីបឡាលុះនោះតែមកឲ្យនៅលើប្រាសាទមកឈរថតអីចឹងទៅរួចទេអត់មានទេណាអត់មានទេអញ្ចឹងគេធ្វើព័ត៌មានហ្នឹងភូតកុហកគេធ្វើរូប AI ដូចខ្ញុំថ្ងៃមុនធ្វើរូប AI លេងអញ្ចឹងមួយស្រីស្អាតមួយអីចឹងហើយគេយកមកធ្វើបោកប្រជាជនថៃគេចង់បញ្ជាក់ថាប្រាសាទតាមន់ហ្នឹងនៅក្នុងការគ្រប់គ្រងរបស់ទាហានថៃគេចង់អួតប្រាប់ប្រជាជនអញ្ចឹងតែនេះគឺជាការភូតកុហកប្រជាជនគេរឿងអត់ពិតទេបាទអញ្ចឹងហើយបានមានខ្មែរថោកទៀតមកក្តាប់តូចនៅខាងក្រៅប្រទេសពួកអាប្រឆាំងពួកអាក្បត់ជាតិអស់នេះវាតំណគ្នាបន្តតាមពួកថៃថាអូថៃយកប្រាសាទតាកបីប្រាសាទតាមន់អស់នោះគឺជាពួកអាថោកទៀតឈាមថោកកើតមកជាខ្មែរតែធ្វើឆ្កែបំរើអាដែងថៃបាទរឿងដីខ្មែរអត់មានបាត់បង់អីទៅណាទេវាស្រែកតែដីបាត់បង់ស្រែកបាត់បង់ណាវានៅតែអាមេរិកវានៅតែកូរ៉េវានៅតែបារាំងវានៅតែស្អីជប៉ុនវានៅតែស្អីប្រហែលអ្នកនៅក្នុងតែបន្ទប់2-3ម៉ែត្រ4ជ្រុងវាហ្នឹងវាមិនដែលស្គាល់សូម្បីតែភូមិព្រៃច័ន្ទហ្នឹងបែរមុខទៅណាទំហំប្រហែលប្រជាជនប្រហែលគ្រួសារប្រុសប្រហែលស្រីប្រហែលណាមានផ្ទះប្រហែលខ្នងវាអត់ដឹងផងហ្នឹងហើយវាអង្គុយឡាយវាអង្គុយរៀបរាប់អូបាត់ហើយអស់កន្លែងនេះអស់កន្លែងនោះណាស្ងាត់ឲ្យគេយកដីអត់មានទេណាបងប្អូនអត់មានទេខ្ញុំមិនដែលលាក់លៀមបងប្អូនទេសុកចិត្តទៅដេកខំស្មៅនៅទីនោះដើម្បីលើកទឹកចិត្តប្រជាជនលើកទឹកចិត្តបងប្អូនកងទ័ពយើងទៅក្រៅតែពីយកព័ត៌មានផ្សព្វផ្សាយឲ្យប្រជាជនក្នុងប្រទេសក្រៅប្រទេសបានដឹងក៏យើងរួមចំណែកជួយកងទ័ពជួយប្រជាជនជួយណាអាជ្ញាធរបំពេញបន្ថែមនៅអ្វីដែលជាតម្រូវការខ្វះខាតអានេះហើយជាកាតព្វកិច្ចដែលយើងត្រូវតែរួមគ្នាជួយជាតិមិនមែនដោយពួកអាឈាមឆ្កែឈាមថោកឈាមឆ្មានៅក្រៅប្រទេសមួយថ្ងៃនិយាយតែពីរឿងបាត់ដីនេះបាត់ដីនៅនោះគិតវិញម៉ែវានៅតែក្រៅប្រទេសមិនដែលស្គាល់ស្រុកខ្មែរបែរមុខទៅណាផងរួចហើយវាថាខ្ញុំនឹងវាជេរខ្ញុំដោយពួកអាមាត់វាចអាអីអាកូនមានសំផឹងម៉ែវាធ្វើសំផឹងហ្នឹងមុងណារ៉េតនោះបាទអាមុងណារ៉េតនោះម៉ែវាធ្វើសំផឹងបាទដល់អញ្ចឹងទៅវាខឹងខ្ញុំជេរម៉ែវាហើយខ្ញុំថាខ្ញុំជេរម៉ែវាមានអីទៅខ្លាចវាហើយមកឲ្យសុំទោសអីអាហ្នឹងកូនមានសភឹងម៉ែវាធ្វើស្រីសភឹងហ្នឹងកើតវាមកវាចមាត់ហ្នឹងបាទព្រោះចិត្តគ្រប់ខែហើយនៅតែឪវាធ្វើម៉ែវាទៀតបានវាចប់ទៅវាវាចមាត់អញ្ចឹងកើតមកវាចមាត់រហូតទៅអាហ្នឹងអាមុងណារ៉េតបាទហើយមានអាមួយណានោះតោងកលីបតោងអីលើកយកតែឈ្មោះផែងវណ្ណៈទៅផ្សាយបាទពីព្រោះផែងវណ្ណៈវាមនុស្សដែលមានគេឈ្មោះល្បីល្បាញនៅក្នុងសង្គមកម្ពុជាដែរទៅណាគេគោរពស្រឡាញ់គេគ្រប់គ្រងច្រើនកាលណានិយាយចំទៅគេមើលច្រើនហ្នឹងដល់អញ្ចឹងវាតោងវាទៀមវាតោងឈ្មោះផែងវណ្ណៈបាទសំបីតែអាចចេមសុកក៏វាតោងដែរវាយកឈ្មោះផែងវណ្ណៈយកមកវាយបហាអញ្ចឹងទៅហើយយើងអ្នកជួយជាតិអ្នកបម្រើប្រទេសអ្នកបម្រើប្រជាជនវាទៅជជែកថាយើងអត់ប្រយោជន៍តកន្ទួយម៉ែវាក៏មានសំផឹងអស់សាច់មួយនៅអង្គុយតែក្នុងបន្ទប់កន្ទួយម៉ែវានិយាយតែព័ត៌មានคล้ายយកតែពីថៃវាថាវាស្នេហាជាតិ
ស្នេហាក៏ធ្វើម៉ែឯងមានផលប្រយោជន៍ស្អីសម្រាប់ជាតិក្រៅតែពីអង្គុយឡូឡាជេតិចរដ្ឋាភិបាលអន់ចេះតិចរដ្ឋាភិបាលកាត់ដីឲ្យថៃចេះកាត់ណារឿងអត់ពិតទាំងអស់វានាំនេះមកប្រឌិតណារឿងអត់ពិតទេបងប្អូនអត់ពិតទេណាម៉ោងនេះយើងអត់មានបាត់បង់ដីទៅណាទេតបយើងឈរជើងនៅតាមបន្ទាត់ព្រំដែនយ៉ាងរឹងមាំក្រោមការយកចិត្តទុកដាក់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីណាផ្គត់ផ្គង់មិនឲ្យមានការខ្វះខាតអីទាំងអស់បាទយើងវាយថៃទប់ទល់ជាមួយថៃ4យប់5ថ្ងៃនេះគឺកងទ័ពយើងខ្លាំងណាស់ឆន្ទៈខ្ពស់អង្គអាចក្លាហានណាអង្គអាចក្លាហានវាយឲ្យសត្រូវដែលគេមានទាហានច្រើនអាវុធទំនើបយន្តហោះចម្បាំងនាវាមួយទឹកនាវាចម្បាំង drone ណាទំនើបគ្រប់បែបយ៉ាងតែយើងនៅតែខ្លាំងយើងខ្លាំងគ្រប់យ៉ាងខ្លាំងគឺខ្លាំងដេញកំចាត់សត្រូវឲ្យខ្ទាតចេញពីតួប្រាសាទតមន់តូចតមន់ធំតាកបីមុំបីអានសេះយើងរញចេញអស់នេះហើយចំណុចខ្លាំងរបស់យើងហេតុអីបានពួកអាថោកទៀបពីថោកទៀបនៅក្រៅប្រទេសមកក្តាប់តូចវាអត់ទទួលស្គាល់ចំណុចហ្នឹងវាឌីលតែខ្មែរវាមើងងាយតែខ្មែរអូវាសិតតែទាហានខ្មែរមិនចេះបាញ់ទេអាក្បត់ជាតិសំស៊ីវាសិតថាអញ្ចេះវាថាអញ្ចោះក៏ដូចម៉ែវាអត់ចេះបាញ់ហ្មងមួយអត់ចេះធ្វើទាហានអត់ចេះកាន់កាភ្លើងផងហើយវាមួយថ្ងៃវាមកមើងងាយតែប្រទេសជាតិខ្លួនឯងវាតែយកតែព័ត៌មានពួកអាទាហានថៃដែលវាប្រហោះខ្លាំងនៅលើអាខៅសតនៅលើអា donation ហ្នឹងណាយកមកវាយប្រហារបន្តលើប្រទេសជាតិខ្លួនឯង